ស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺយើងមានប្រធានបទថ្មីមួយគឺទាក់ទងជាមួយនឹងការកង្វះវីតាមីន B12 វីតាមីន B12 គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុដទៃទៀតដែលវាមាននីតិបង្កើតជាគ្រាប់ឈាមក្រហមការសំយោគ DNA និងការគ្រប់គ្រងមុខងារសរសៃប្រសាទនិងមុខងារខួរក្បាលឲ្យមានសុខភាពល្អហើយនៅពេលដែលវីតាមីន B12 ខ្វះនោះនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើយើងមិនបានទទួលការព្យាបាលទាំងនេះគឺជាមូលហេតុចម្បងចំនួន6ដែលនាំឲ្យវីតាមីន B12 ខ្វះទី1របបអាហារមិនគ្រប់គ្រាន់ភាគច្រើនកើតមានចំពោះអ្នកដែលមិននិយមញ៉ាំសាច់ឬក៏អ្នកដែលមិនចូលចិត្តញ៉ាំសាច់ពីព្រោះអីវីតាមីន B12 ភាគច្រើនមាននៅក្នុងសាច់ស៊ុតត្រីនិងគ្រាប់ធញ្ញជាតិទី2ជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារតែជំងឺអូតូអ៊ីម៉ូញូននៅក្នុងលក្ខខណ្ឌនេះដែលក្រពះមិនអាចផលិតនៅប្រូតេអ៊ីនចាំបាច់សម្រាប់ការស្រូបយកវីតាមីន B12 ទី3 malabsorption disorder ប្រងចំណុចនេះគឺដោយសារតែខ្លួនរបស់យើងមានជំងឺដូចជា celiac disease Crohn disease ឬក៏ការកាត់ក្រពះដោយធ្វើការវះកាត់ហេតុដែលនាំឲ្យមិនមានតុល្យភាពនៅក្នុងការស្រូបយកវីតាមីន B12 ទី4អ្នកដែលញៀនអាល់កុលគឺអាចបំផ្លាញភ្នារបស់ក្រពះនាំឲ្យកាត់បន្ថយការស្រូបវីតាមីន B12 ផងដែរទី5ការប្រើប្រាស់ឱសថនៅពេលដែលយើងប្រើប្រាស់ឱសថ PPI metformin ឬក៏ H2 blocker រយៈពេលយូរគឺអាចមិនឲ្យក្រពះរបស់យើងបឺតស្រូបយកវីតាមីន B12 បានល្អនោះទេទី6កត្តាអាយុនៅពេលអាយុកាន់តែច្រើនការផលិតអាស៊ីតនៅក្នុងក្រពះក៏ថយចុះជាហេតុនាំឲ្យការស្រូបយក B12 ពីខាងក្នុងក្រពះគឺមានការថយចុះ6ចំណុចនេះហើយដែលធ្វើឲ្យខ្លួនរបស់យើងកង្វះនៅវីតាមីន B12 រោគសញ្ញានៃការកង្វះវីតាមីន B12 មានដូចខាងក្រោមអស់កម្លាំងហើយទន់ដែលបណ្ដាលមកពីជំងឺ Megaloblastic anemia បញ្ហាប្រព័ន្ធប្រសាទប្រសិនបើប៉ះពាល់ទៅលើបញ្ហាប្រព័ន្ធប្រសាទធ្វើឲ្យអ្នកជំងឺចាប់ផ្ដើមស្ពឹកម្រាមដៃស្ពឹកម្រាមជើងហើយមានអារម្មណ៍ធីងធងអារម្មណ៍ឆាប់ប្រែប្រួលបាត់បង់ការចងចាំភ្លេចភ្លាំងឬក៏មានបញ្ហា depression ផងដែររោគសញ្ញាបន្ថែមទៀតគឺទាក់ទងជាមួយដំបៅនៅក្នុងមាត់រលាកអណ្ដាតហើមឬក្រហមនៅអណ្ដាតជាដើមមើលមិនសូវច្បាស់ស្បែកលឿងឬក៏ប្រផេះហើយ6ចំណុចនេះហើយដែលជារោគសញ្ញាចម្បងនៃសញ្ញាកង្វះវីតាមីន B12 ចុះធ្វើដូច្នេះទៅដើម្បីទើបអាចរករោគវិនិច្ឆ័យជំងឺការកង្វះវីតាមីន B12 នេះបានទីមួយគឺយើងត្រូវធ្វើជាមួយនឹង blood test គឺការពិនិត្យឈាមដើម្បីរកមកសេរ៉ូមកម្រិតសេរ៉ូមវីតាមីន B12 ដែលស្ថិតនៅក្នុងឈាមយើងត្រូវមើលបន្ថែមទៅលើhomocysteine ឬក៏ methyl malonic acid ពីព្រោះអានេះវាគឺជា marker មួយដែលសុក្រិតខ្លាំងមែនទែនបើសិនបើយើងមើលទៅវាសិនជាបើវាមានករណីការឡើងនៅទាំងអស់នេះបូករួមជាមួយទៅនឹងការមើលអំពីគ្រាប់ឈាមផងដែរតែគ្រាប់ឈាម CBC ឬក៏ complete blood count នេះវាអាចបង្ហាញយើងអំពី Megaloblastic anemia ដែលអាចឲ្យយើងបញ្ជាក់ឲ្យយើងពីទំហំគ្រាប់ឈាមធំឬក៏គ្រាប់ឈាមក្រហមហ្នឹងគឺវា immature យើងចូលមកដល់ការព្យាបាលចំពោះអ្នកជំងឺដែលខ្វះវីតាមីន B12 វិញម្ដងទី1គឺអ្នកជំងឺត្រូវតែផ្លាស់ប្ដូររបបអាហារបង្កើនចំណីអាហារណាដែលសម្បូរទៅដោយវីតាមីន B12 ដែលវាមាននៅក្នុងសាច់ស៊ុតត្រីនិងគ្រាប់ធញ្ញជាតិបើសិនបើដឹងខ្លួនថាជាអ្នករើសសាច់ឬក៏អ្នកដែលមិនចូលចិត្តសាច់អ្នកទាំងអស់គ្នាត្រូវតែប្រើ oral supplement high dose B12 អាចចន្លោះពី1ទៅ2មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ការខ្វះតិចតួចករណីខ្វះខ្លាំងអ្នកជំងឺត្រូវតម្រូវឲ្យចាក់នៅពពួកវីតាមីន B12 ដើម្បីធានាឲ្យមានការស្រូបកាន់តែប្រសើរទី4បើសិនបើការខ្វះរយៈពេលយូរហើយមិនព្យាបាលនោះគឺនាំឲ្យខូចទៅដល់សរសៃប្រសាទប្រឈមទៅនឹងជំងឺ
ភ្លេចភ្លាំងស្មារតីឬចាស់វង្វេងជាដើមហើយព្រមទាំងមានបញ្ហាទៅដល់សរសៃឈាមបេះដូងផងដែរការការពារសម្រាប់អ្នកដែលគាត់មានបញ្ហាកង្វះវីតាមីន B12 អញ្ចឹងទី1សម្រាប់អ្នកដែលមិនចូលចិត្តញ៉ាំសាច់គួរតែត្រូវរក supplement បន្ថែមដើម្បីឲ្យគ្រប់នៅវីតាមីន B12 ដើម្បីជួយឲ្យមានការស្រូបវីតាមីន B12 ឲ្យបានល្អទី2សម្រាប់ក្រុមមនុស្សចាស់អ្នកជំងឺប្រព័ន្ធភាពស៊ាំឬអ្នកជំងឺក្រោយវាកាត់ត្រូវតែពិនិត្យរកវីតាមីន B12 ឲ្យបានញឹកញាប់ពីព្រោះបើសិនបើគាត់ជាអ្នកជំងឺចាស់ដែលមានអាយុច្រើនប្រព័ន្ធភាពស៊ាំរបស់គាត់មិនល្អឬក៏គាត់មានជំងឺប្រព័ន្ធ autoimmune disease ទៀតឬអ្នកជំងឺដែលកាត់កាពះអញ្ចឹងធ្វើឲ្យកាពះរបស់គាត់ចាប់ផ្ដើមស្រូបយកវីតាមីន B12 បានល្អអញ្ចឹងបានជាគេណែនាំឲ្យគាត់ចាប់ផ្ដើមមើលវីតាមីន B12 ឲ្យបានញឹកញាប់បើសិនបើអ្នកទាំងអស់គ្នាទើបតែនៅក្នុង channel របស់ខ្ញុំនេះទេសូមអ្នកទាំងអស់គ្នាជួយ subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយទៅនឹងគន្លឹះថែទាំអំពីសុខភាពហើយបើសិនបើអ្នកទាំងអស់គ្នាមានយោបល់ឬក៏សំណួរអ្វីដែលចង់សួរទៅខ្ញុំបន្ថែមអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមនៃវីដេអូនេះខ្ញុំនឹងឆ្លើយជូនអ្នកទាំងអស់គ្នានៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា